គឺជាសកម្មភាពម៉ាស៊ីនព្រីមចំណនថ្មីឆ្នាំ2026ព្រីមដោយកុំព្យូទ័រពិសេសមានប្រព័ន្ធភ្លើងអេឡិចត្រូនិកជាចុងក្រោយបំផុតនៃការព្រីមបេតុងនេះគឺជារូបរាងបន្តិចខាងមុខនេះគឺជាកន្លែងដាក់កាតុងអានោះចូលទៅខាងម៉ាស៊ីនដើម្បីព្រីមចំណែកខាងនោះគឺជាម៉ាស៊ីនសម្រាប់កាត់ចេញជារូបរាងបត់ចេញជាឡាំងឬក៏ចេញជាកាតុងសម្រាប់ភ្ញៀវដែលគាត់កំងតាមទំហំនៃអីវ៉ាន់របស់គាត់ឧទាហរណ៍ຂະຫນាត120 150 200គឺជារ៉តសម្រាប់ហូរទៅដាក់នៅលើបារ៉ែតពីមុនយើងអត់ធ្វើអញ្ចឹងទេគឺយើងចេញពីម៉ាស៊ីនធ្លាក់ទៅលើដីលើកដាក់លើបារ៉ែតអញ្ចឹងហើយវាធ្វើឲ្យការងាររបស់យើងវារៀងបាក់កម្លាំងបន្តិចតែឥឡូវអត់ទេគឺយើងមានបច្ចេកវិទ្យាម៉ូទ័រពេលដែលចេញពីម៉ាស៊ីនមកយើងចូលទៅលើរ៉តពីខាងបងរ៉តពីខាងជើងទទួលឡើងចូលទៅបារ៉ែតពីដំណាក់ទី1រហូតដល់ដំណាក់លើបំផុតនេះគឺជាកាតុងដែលយើងព្រីមចេញជារូបភាពនិងចេញជាអក្សរតាមទំហំនៃຂະຫນាតខាងភ្ញៀវគាត់អ្នកកំងប្រទេសភ្ញៀវគាត់យកកំងជើងតាមជើងទូចឬក៏ជើងធំតាមអីវ៉ាន់របស់គាត់ដាក់ទូចមែនមកគាត់ដាក់គឺជារូបរាងនៃកាតុងដែលយើងបានកាត់ហើយរួចរាល់អញ្ចឹងវីដេអូហ្នឹងត្រូវបានបញ្ចប់ហើយបងប្អូនបាយទាំងអស់គ្នានោះគឺជាម៉ាស៊ីនព្រីមដែរតែព្រីមបែបកុំព្យូទ័រ2នេះគឺជាកុំព្យូទ័រដែលយើងសម្រាប់ព្រីមចេញជា file ដើម្បីផ្ទេរចូលខាងពុម្ពអេឡិចត្រូនិករបស់យើងនៅខាងម៉ាស៊ីនវីដេអូដំបូងខ្ញុំបានបង្ហាញប្រាប់បងប្អូនរួចហើយអញ្ចឹងយើងបាយទាំងអស់គ្នាជួបគ្នានៅវីដេអូបន្តទៀតអរគុណច្រើន